nên vậy khăn chừng cả chôm nâng cặp chôm một nâng cặp vậy nhưng đang ngay thao vì sai và đào dương vì muốn mệt cái class sang tại show ở sang đại cục tật cái xa tại pan hàng của xa khác là bà bệ lý cầm cún khmerอุปธรรมพนักมกดอยผลิตภัณฑ์บำบัดสุขภาพวีหกช่วยดอสไลปัญหาสันละโซไซนึ่งอาซิดอย่างมีประสิทธิภาพวีเฮิร์บช่วยดอสไลปัญหาเลือดสัมผัสชิมเลือดเชียดสกอร์กาเปียจงือตึกนมพายมนึ่งปัญหาดมรังนมสหการผลิตดอยอาเป็กเมดีเนไอกติทอดรูปหนึ่งทอดวิดีโออาเป็กเมดีใช้ประดิษฐ์ขมิ้นด้านกำหนดសូមស្វាគមន៍មកកាន់កម្មវិធីពលីកម្មគុណខ្មែរវិក្កាមិនយើងនៅក្នុងថ្ងៃនេះគឺលោកបើសង្ឃឹមដែលបងប្អូនស្គាល់ឈ្មោះនៅលើសង្វៀនហើយឈ្មោះពិតរបស់គាត់គឺទូចរាឆាន់សំណួរជាដំបូងយើងចង់ដឹងបន្តិចដែរថាតើបើសង្ឃឹមបានប្រឡូកឬក៏ភ្ជាប់នៅក្នុងអាជីពជាអ្នកប្រដាល់នេះចាប់តាំងពីពេលណាមកហើយសុកនឹងទុកយ៉ាងណាដែរនៅក្នុងអាជីពនេះពេលដែលចាប់ដើមវឹកហាត់ចូលមកប្រកួតនៅទីក្រុងភ្នំពេញឆ្នាំ2011តម្រាំមកដល់ពេលនេះគឺដូចខ្ញុំនិយាយមិញអញ្ចឹងផ្អែមប្រៃលវីយូចាប់មានទាំងអស់គ្រប់ប្រជាតិតែគាត់ថាផ្អែមមានតិចជាងគេបាទនៅក្នុងនោះយើងនឹងមានសំណួរមួយទៅកាន់បើសង្ឃឹមដែរពីដើមឡើយបងប្អូនខ្លះក៏ដឹងដែរថាបើសង្ឃឹមមិនមែនជាកីឡាករដែលទទួលបានការគាំទ្រច្រើនសន្ធឹកថប់ដូចបច្ចុប្បន្នទេគាត់ធ្លាប់ជាកីឡាករដែលទៅចាប់ផ្ដើមហើយក៏ធ្លាប់ជាកីឡាករដែលបានន័យថាប្រឡែងអាជីពនេះទៅធ្វើការនៅអាជីពផ្សេងកាលនោះលោកអាចបញ្ជាក់បន្តិចបានទេថាតើកាលនោះជួបបញ្ហាអីខ្លះហើយយើងសម្រេចចិត្តទៅហើយនឹងត្រឡប់មកវិញដោយសារកត្តាអីខ្លះយើងដឹងហើយថាវិស័យបដាល់យើងពីមុនមិនបាទពិបាកទាំងការចាប់គូប្រកួតពិបាកទាំងមានស្ថានីយ៍ប្រកួតច្រើនបាទអញ្ចឹងគឺមានតិចទី1ទី2សមត្ថភាពគឺឡើងចុះបាទមានពេលល្អក៏ល្អមួយរយៈហើយដល់ពេលធ្លាក់គឺគេថាធ្លាក់ហៅលេងលឺហ្មងបាទធ្លាក់យកហ្មងពេលខ្លះប្រកួតសឹងថាចាញ់គ្រប់ប្រកួតក៏មានដែរបាទពេលខ្លះសឹងតែឈោអត់សឹងដែរគ្រប់ទឹកដោយសារតែអត់មានកម្លាំងបាទប្រកួតអត់មានកម្លាំងរាងកាយអត់ល្អកម្លាំងស៊ូធ្លាក់ហើយអ្វីដែលសំខាន់គឺពិបាកបញ្ហាគ្រួសារខ្លះបាទពេលហ្នឹងម្ដាយខ្ញុំគាត់ឈឺធ្ងន់ដែរបាទអញ្ចឹងការវឹកហាត់សឹងថាអត់មានសឹងថាអត់វឹកហាត់សោះក៏ឡើងប្រកួតដែរបាទប្រកួតដោយសារតែទី1យើងធ្វើមើលម្ដាយធ្វើមើលអីដែរបាទទី2គឺអត់មានពេលវឹកហាត់ទៅប្រកួតក៏ដើម្បីថវិកាខ្លះយកមកដោះទាល់គ្រួសារដែរបាទអាចរំលឹកបាននៅឆ្នាំណាកាលនោះដូចជា2010 14 15 16 17ផ្លេចដែរតែជិះចន្លោះហ្នឹងឯងបាទកត្តាអីដែលធ្វើឲ្យបើសង្ឃឹមត្រឡប់មកវិញមកក្នុងអាជីពនេះវិញហើយរហូតដល់ប្រឹងប្រែងរហូតដល់ទទួលបានប្រជាប្រិយភាពសឹងតែគេហៅថាយើងសម្រាប់គីឡូយើងគឺលំដាប់អីហើយមានអ្វីខ្លាំងជាងការប្រជុំនឹងការជុំមុខនឹងការប៉ិតបាទជួបគេជួបបងប្អូនជួបគូមានគ្រួសារយើងដែលគាត់ប្រាប់អញ្ចឹងចំណុចដែលយើងខ្វះខាតមានបែបណាយើងក្បាច់គុណយើងមានអ្វីដែលយើងខ្វះគឺកម្លាំងការវឹកហាត់រាងកាយអញ្ចឹងពេលដែលយើងត្រឡប់មកវិញគឺយើងហៅថាមកទាំងអស់បាទកែប្រែចំណុចដែលយើងប្រកួតអត់ហាត់បាទយើងចាប់ដើមហាត់យើងចាប់ដើមលេងរាងកាយប្រកួតលទ្ធផលក៏បានល្អទៅតាមពេលនោះអាចរំលឹកបានថានៅឆ្នាំណាដែលយើងចាប់ដើមត្រឡប់មកវិញហើយសមត្ថភាពរបស់យើងក៏ដូចជាការប្រកួតកាន់តែចាប់ដើមជោគជ័យរហូតត្រឡប់មកវិញការខ្ញុំឈប់ដូចជា2000ពាក់កណ្ដាលឆ្នាំ2017បាទអញ្ចឹង2000ចុងឆ្នាំ2010ដើមឆ្នាំ2019ខ្ញុំត្រឡប់មកវិញប្រកួតណាមួយដែលកាលនោះចាប់ដើមមានទឹកចិត្តមកវិញហើយប្រឹងប្រែងកាន់តែខ្លាំងឡើងពីមកប្រកួតទៅមកប្រកួតវាកាន់តែល្អបាទយើងមើលទាំងការប្រកួតទាំងរាងកាយទាំងកម្លាំងប្រកួតទៅវាលេងហត់រាងកាយយើងវាយវាអត់សូវឈឺក្បាច់គុណក៏វាចេះតែល្អពីមកប្រកួតទៅមកប្រកួតហើយអ្វីដែលសំខាន់គឺខ្ញុំបានផ្លាស់ប្ដូរក្លឹបពីក្លឹបពូរបស់ខ្ញុំបាទរហាប់ស្វ័យប៉ាក្លឹបចាស់បានប្ដូរមកនៅជាមួយលោកគ្រូសេនមុនថេនបាទអញ្ចឹងលោកគ្រូមាន
គ្រប់ទាំងអស់ទាំងការវឹកហាត់ទាំងការស្រឡាញ់យកចិត្តទុកដាក់ការលើកទឹកចិត្តគឺមានទាំងអស់បាទជាពិសេសគឺវិន័យសម្រាប់នៅក្នុងក្លឹបបាទយើងនៅជាមួយគាត់យើងគេថាមានវិន័យសម្រាប់ក្នុងការវឹកហាត់ធ្វើឲ្យយើងមានថ្ងៃហ្នឹងដែរចុះមកដល់ពេលនេះសមិទ្ធផលដែលបានពីអាជីពនេះបើទៅអាចលើកឡើងបានទេមានអីខ្លះសម្រាប់សមិទ្ធផលមានខ្សែក្រវ៉ាត់6ខ្សែតែគេដណ្ដើមទៅវិញអស់ខ្សែនៅសល់5បាទមានឲ្យមាន SEA Games 2ដូចជា2020បាទ2021នៅវៀតណាម2023នៅកម្ពុជានៅខ្មែរបាទហើយគឺគុនខ្មែរតែម្ដងហើយមានវិញ្ញាសា Kickboxing អូ Kickboxing បាទហើយមេដាយប្រាក់ Asian Championship នៅប្រទេសថៃបាទហើយមានមេដាយថ្នាក់ជាតិមេដាយកីឡាជាតិមានអីច្រើនទៀតពានរង្វាន់អីច្រើនទៀតបាទហ្នឹងឡានមួយទៀតបាទនោះជាសត្វតែជាសមិទ្ធផលសំខាន់នៅក្នុងអាជីពបណ្ដាលផងយើងមានមួយសំណួរទៀតចង់សួរទៅបើសង្ឃឹមដែរដែលមានគោលដៅច្បាស់លាស់នៅក្នុងអាជីពបណ្ដាលនេះទេឬក៏ពីដំបូងឡើយក្នុងជីវិតនេះគឺមានគោលដៅផ្សេងក្រៅពីហ្នឹងទេបាទសម្រាប់ពេលដែលយើងចេះស្រឡាញ់បណ្ដាលយើងមានគោលដៅឲ្យថានឹងធ្វើឲ្យខ្លួនឯងល្បីបាទតែគាត់ថាពេលដែលយើងមកដល់ចំណុចពាក់កណ្ដាលដែលយើងត្រូវមកវាមិនងាយស្រួលវាពិបាកនៅពីតូចយើងមានក្តីសម័យថាយើងនឹងធ្វើវាឲ្យល្បីដូចពូឲ្យល្បីលើសពូទៀតបាទពូហ្នឹងគឺបាទបឺតខំបឺតសំខាន់នេះហ្នឹងបាទគាត់ថាពេលដែលយើងធ្វើវាមិនដូចការសម័យអញ្ចឹងឃើញខ្ញុំបោះបង់ចោលបាទជាច្រើនដងដែរគាត់ថាបើយើងមកដល់ពាក់កណ្ដាលផ្លូវយើងបោះបង់យើងខាតពេលវេលាជាមួយនឹងវិស័យបណ្ដាលនឹងច្រើនអញ្ចឹងអត់មានទេមានតែដកខាត់ខ្លួនឯងបន្ថែមនៅចំណុចដែលយើងមិនល្អដកខាត់យើងខ្វះខាតអីយើងវឹកហាត់នឹងថែមវាក៏មកដល់ពេលនេះអញ្ចឹងវាដល់គោលដៅមួយដែលជាក្តីសម័យរបស់យើងហើយគាត់ថាបើគោលដៅពេលដែលយើងមកដល់នេះមិនដឹងថាគោលដៅយើងនៅវិញឆ្ងាយទេដោយសារតែយើងមកនិយាយថាមានតែល្អក្នុងស្រុកក្នុងស្រុកនៅមានពេលចាញ់ទៀតអញ្ចឹងព្រោះយើងអត់ទាន់បានទៅដល់ឆាកអន្តរជាតិដូចគេទេគាត់ថាពេលដែលកំពុងវឹកហាត់ថាខ្ញុំនឹងយកការ៉ាមេដៃ Miss SEA Games នៅក្នុងឆ្នាំ2023បាទហើយខ្ញុំបានមែនអាហ្នឹងក្តីសម័យរបស់ខ្ញុំមួយបាទពេលដែលយើងចាប់ផ្ដើមតម្រង់ទិសហើយហ្នឹងពេលដែលខ្ញុំចាប់ផ្ដើមតម្រង់ទិសខ្លួនឯងមករៀងល្អខ្ញុំថាបើសិនជាមានឱកាសចូលប្រកួត SEA Games ខ្ញុំនឹងយកមេដៃជូនជាតិបាទចុងក្រោយគឺយើងបាទចុងក្រោយគឺខ្ញុំបានមកលេង SEA Games ឲ្យតំណាងឲ្យកម្ពុជានេះអញ្ចឹងមកគិតនៅក្នុងអាជីពនេះនៅពេលដែលមកដល់បច្ចុប្បន្ននេះបើសង្ឃឹមមិនគិតថាមានមោទនភាពចំពោះខ្លួនឯងកម្រិតណាហើយមែនទេមិនមានវិបត្តិសារីនៅក្នុងអាជីពនេះទេសម្រាប់វិបត្តិសារីវាគ្មានអីក្រៅពីការចាញ់ទេនៅក្នុងអាជីពមួយនេះបាទការចាញ់ដៃគូហើយការចាញ់ដៃគូវាមិនមែនកីឡាករទាំងអស់សិតតែឈ្នះទេចាញ់វាជាបទពិសោធន៍មួយដោយយើងគិតថាយើងខ្សោយចំណុចណាយើងខ្វះខាតចំណុចណាធ្វើឲ្យយើងអភិវឌ្ឍខ្លួនឯងទៅមុខទៀតគាត់ថាបើយើងចាញ់ច្រើនពេកក៏វាមិនល្អដែរបាទហើយក៏ខ្ញុំមានមោទនភាពនៅលើខ្លួនឯងដោយសារតែខ្ញុំមានក្តីសម័យថានឹងយកមេដាយមាសជូនជាតិនៅកម្ពុជាតែខ្ញុំអាចធ្វើបានយកទាំងនៅវៀតណាមមុនកម្ពុជាទៀតបាទជាកីឡាករម្នាក់ដែល2021ខ្ញុំអាចទៅប្រកួតនៅ SEA Games នៅវៀតណាមយកមេដាយមាសហើយមកប្រកួតនៅកម្ពុជាបានមេដាយមាសដែរទី1យើងគេរកដោះឡើងពីគុណអ្នកក្រីក្របាទពីក្មេងកព្រាទី2យើងបានចាប់អាជីពមួយហ្នឹងបាទហើយអាជីពមួយហ្នឹងក៏បានផ្លាស់ប្ដូរយើងឲ្យយើងមានកេរ្តិ៍ឈ្មោះឲ្យយើងមានទ្រព្យសម្បត្តិខ្លះដែលយើងប្រឡូកនៅក្នុងវាក៏បានសល់ច្រើនទី3ក៏យើងបានសាងស្នាដៃជូនជាតិមេត្តាភូមិរបស់យើងដែរគេថាវាផ្លាស់ប្ដូរជីវភាពយើងមួយកម្រិតបាទក្នុងការដែលយើងបានចាប់អាជីពមួយហ្នឹងថ្មីនេះប្រិមត្តនិកជនក៏ដឹងដែរថាបើសង្គមប្រកួតនៅក្នុងស្រុកហើយយើងបានបរាជ័យមកប្រកួតដែលជាប្រកួតមួយដែលគេហៅថាយើងឈ្នះជោគរហូតប៉ុន្តែក្រោយមកក៏យើងបរាជ័យនៅក្នុងការប្រកួតតាមដឹងគឺនៅស្ថានីយ៍ហងមាសជាមួយនឹង Swanbeck បាទមកប្រកួតនេះអ្នកខ្លះក៏គាត់លើកឡើងថាប្រហែលជាបើសង្គមបាក់ទឹកចិត្តឬក៏គិតច្រើនអីថប់ឈ្នះអីចឹងសម្រាប់សម័យខ្លួនផ្ទាល់តើមានការលើកឡើងយ៉ាងម៉េចដែរបើនិយាយទៅពីកីឡាវាតែងតែមានចាញ់មានឈ្នះបងតែថាបើនិយាយពីការចាញ់យើងក៏មានការឈឺចាប់ដែរតែយើងប្រកួតចាញ់តែវាមិនអាចធ្វើយើងបាក់ទឹកចិត្តទេអ្វីដែលខ្ញុំសនំពោជាចុងក្រោយអត់មានអីទេមានតែ
ឲ្យបងប្អូនគ្រប់គ្រងកីឡាករគុណខ្មែរយើងទាំងអស់គ្នាដោយចេញពីចិត្តបាទដោយមានការលើកទឹកចិត្តការគ្រប់គ្រងការឆ្លាញ់ជាងការជេរប្រមាថដល់កីឡាករនេះអានេះសម្រាប់អារម្មណ៍ខ្ញុំបាទទី2ជូនពរបងប្អូនអស់គ្នាសុខភាពល្អបាទព្រោះគ្មានអីខ្លាំងជាងសុខភាពទេមនុស្សគ្រប់គ្នាទូមានលុយច្រើនប៉ុណ្ណាក៏គ្មានអ្វីដែលសំខាន់ជាងសុខភាពដែរបាទជាកិច្ចចុងក្រោយនៅក្នុងកម្មវិធីរបស់យើងគឺសូមថ្លែងអំណរគុណដល់វត្តសង្គមដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃហើយទន្ទឹមគ្នានោះគឺក្រុមហ៊ុនក៏មានក្រុមសម្បត្តិបន្តិចបន្តួចជាការថ្លែងអំណរគុណទេអញ្ចឹងសូមអធិស្ឋានដែរហើយអរគុណដល់ក្រុមហ៊ុន VY Plus ដែលបានគ្រប់គ្រងទៅនឹងគ្រប់គ្រងនៅក្នុងកម្មវិធីពលិកម្មគុណខ្មែរហើយសូមជម្រាបជូនដល់ពុកម៉ែបងប្អូនដែរថាកម្មវិធីពលិកម្មគុណខ្មែរគឺយើងមានបេសកកម្មស្វែងរកអតីតកីឡាករលោកគ្រូបង្វឹកចាស់ព្រឹទ្ធាចារ្យដែលលោកមានស្នាដៃនៅក្នុងអាជីពគុណខ្មែរនេះហើយបានតស៊ូជាច្រើនឆ្នាំមកហើយស័ក្តិសមមែនទែននោះគឺបឺតសង្ឃឹមក៏ជាកីឡាករដែលគេហៅថាលំដាប់ជួរមុខក្នុងប្រភេទគីឡូរបស់គាត់ដែរអញ្ចឹងហើយទន្ទឹមគ្នាក៏ទទួលបានមេដាយមាសទាំងក្នុងនិងក្រៅប្រទេសអញ្ចឹងសមិទ្ធផលជាច្រើនដែលបឺតសង្ឃឹមបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយថែរក្សាអភិរក្សនៅក្នុងក្បាច់នៅវិស័យគុនខ្មែរនេះគឺជាមោទនភាពមួយដែរដែលយើងបានផ្ដល់ការសម្ភាសមួយជាមួយនឹងបឺតសង្ឃឹមហើយជាមួយគ្នានោះក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែរដែលបានចំណាយពេលវេលាក្នុងការតាមដានទស្សនានៅកម្មវិធីយើងតាំងពីដើមរហូតដល់ចប់ហើយសូមបញ្ជាក់ថាកម្មវិធីយើងផ្សាយរៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃពុធចាប់ពីវេលាម៉ោង 9 និង 9 នាទីអញ្ចឹងបើសិនជាពុកម៉ែបងប្អូនគ្រប់គ្រងនៅក្នុងកម្មវិធីមួយនេះគឺសូមបន្តជួយលើកទឹកចិត្តកីឡាករលើកទឹកចិត្តកម្មវិធីលើកទឹកចិត្តគ្រប់គ្រងទៅលើ sponsor ដើម្បីយើងរួមដំណើរជាមួយគ្នាផ្សព្វផ្សាយគុនខ្មែរទៅឲ្យកាន់តែផលប្រសើរបន្ថែមទៀតបាទយើងខ្ញុំទាំងពីរនាក់ខ្ញុំបាទជេងចម្រើនរួមជាមួយនឹងកីឡាករបឺតសង្ឃឹមសូមអរគុណនិងសូមគោរពលាបាទ